bạn này chụp số của mày bọn nó cái ní xem em bom ôn này pra iOS bà iPhone bà version trong cõi mà phải một chút bí bà cõi bị thôi cả update luôn bà dương cái lấy khơi ta tôi chụp mùi nâng screen bà bắt đầu bị bỏ thầm ra từ chụp bỏ slide bà ní bà chẳng đâm nó sẽ gì bà dương bà cho tao đọc thằng ở cái này bàปัญหานี่คือមកពីฟังก์ชันមួយចំនួននៅក្នុងទូរស័ព្ទដៃបញ្យើងហ្នឹងគឺវាមានការអាប់ដេតបាទអាប់ដេតច្រើនមែនតើណាអញ្ចឹងរបៀបដោះស្រាយបងប្អូនគាត់នៅស្កត់នៅលើ screen មួយមកបាទកន្លែងណាក៏បានដែរបាទយើងចុចលើ screen ទៅជាប់មកបន្តមកទៀតយើងមើលខាងលើបាទនៅមើលខាងលើណាចំណុចនេះដែរសូមបញ្ជាក់ថាពេលដែលបងប្អូនស្កត់លើ screen បងប្អូននឹងឃើញបាទមានសញ្ញាដកនៅលើ icon ណាមួយអញ្ចឹងបងប្អូនហាមដាច់ខាត់គឺប៉ះទៅលើ icon ទាំងនោះណានៅពេលដែលប៉ះគឺវាស្មើនឹង delete ណាអញ្ចឹងបងប្អូនត្រូវចុចនៅលើពាក្យ edit ខាងនេះមកនេះបន្តមកទៀតបងប្អូនយកពាក្យថា customize អញ្ចឹងបងប្អូនកន្លែងមកមើលខាងក្រោមបងប្អូននឹងឃើញវាមាន function ចំនួន4បាទដែលវាទៅតែ update ថ្មីហ្នឹងបាទ default បាទ default គឺជា function ដែលយើងប្រើបច្ចុប្បន្នបាទបច្ចុប្បន្នបាទdark នេះគឺពណ៌ខ្មៅបាទ clear នេះគឺបតុងនៃពណ៌សបញ្យើងគឺមានវា clear color ចោលអស់ហើយបាទthin នេះគឺយើងអត់ប្រើវាទេបាទអញ្ចឹងយើងជាទូទៅបើយើងចង់យកពណ៌មកដូចដើមវិញបាទយើងយកពណ៌ជា default បាទយើងចុចទៅជា default មកបាទជាការស្រេច